បងប្អូនចង់ធ្វើជ្រក់ចឹងមុនឲ្យឆ្ងាញ់ឲ្យស្រួយដូចអ្នកលក់បងប្អូនអាចធ្វើតាមវិធីនេះបានណាធានារសជាតិជូនឆ្ងាញ់ខ្លាំងមែនទែនបងប្អូនត្រូវដាំទឹកឲ្យពុះរួចដាក់គ្រឿងកាត់ឆ្អាប់និងអំបិលចូលហើយបងប្អូនត្រូវរំងាស់គ្រឿងទាំងអស់ហ្នឹងឲ្យចេញជាតិឈ្ងុយល្អសិនណារួចចាំបន្ថែមជើងមាន់ចូលហើយជើងមាន់នេះដែរបងប្អូនត្រូវលាងសម្អាតជាមួយនឹងអំបិលក្រូចឆ្មាទឹកសូដាឲ្យស្អាតសិនណាចាំយកមកស្រុះហើយបងប្អូនត្រូវស្រស់ជើងមាន់នេះរយៈពេល15នាទីពេលជើងមាន់ឆ្អិនខ្ញុំយកជើងមាន់ហ្នឹងមកត្រាំជាមួយនឹងទឹកកករយៈពេល15នាទីចោលដើម្បីធ្វើឲ្យជើងមាន់យើងហ្នឹងឡើងស្រួយល្អណាបងប្អូនបន្តមកទៀតបងប្អូនត្រូវហាន់គល់ស្លឹកគ្រៃរំដេងនិងខ្ទឹមសឲ្យស្ដើងដើម្បីដាក់លាយជាមួយនឹងទឹកត្រីជ្រក់ជើងមាន់នេះបងប្អូនតែយើងលាយទឹកត្រីឆ្ងាញ់ជ្រក់ចេញមកដឹងតែឆ្ងាញ់ដឹងតែជាតិហ្មងបងប្អូនហើយសម្រាប់គ្រឿងខ្ញុំប្រើទឹកត្រីមួយកូនចានខ្ញុំបន្ថែមប៊ីចេងសញ្ញាមាន់ធំកាន់តែធ្វើឲ្យទឹកត្រីយើងហ្នឹងកាន់តែមានជាតិឆ្ងាញ់បងប្អូនខ្ញុំបន្ថែមស្ករត្នោតនិងទឹកខ្មេះចូលក្នុងការធ្វើទឹកត្រីនេះដែរបងប្អូនគួរតែប្រើក្រូចតែនិងទឹកខ្មេះណាជ្រក់ចេញមកគឺឈ្ងុយខ្លាំងមែនតើហើយបើសិនជាបងប្អូនប្រើក្រូចឆ្មាទុកយូរអាចនឹងឡើងល្វីងបើរសជាតិវិញបងប្អូនចាប់ជាតិគ្នាសាហាវហ្មងបូករួមជាមួយនឹងជើងមាន់យើងស្រួយទៀតបងប្អូនញ៉ាំជក់មាត់ហ្មងបងប្អូនប៊ីចេងសញ្ញាមាន់ធំមាន2ប្រភេទគឺគ្រាប់តូចនិងគ្រាប់ធំមាន3ខ្នាតសម្រាប់ជ្រើសរើស35ក្រាម250ក្រាមនិង500ក្រាមមានកម្រិតភាពសុទ្ធខ្ពស់ជាង 99.99% មានសូដ្យូមទាបដែលសុវត្ថិភាពក្នុងការប្រើប្រាស់និងមិនប៉ះពាល់ដល់សុខភាពទេបងប្អូនប៊ីចេងសញ្ញាមាន់ធំផលិតតាមស្តង់ដារអន្តរជាតិទទួលស្គាល់ពីស្ថាប័នចំណីអាហារត្រឹមត្រូវហើយបងប្អូនអាចកំងទិញប៊ីចេងសញ្ញាមាន់ធំតាមរយៈเพจខាងក្រោមនេះបានណែ